ថ្ងៃនេះក្រុមហ៊ុន iCall បានដាក់តាំងបង្ហាញជាមួយទូរស័ព្ទដៃប្រភេទ smartphone ថ្មីមួយទៀតហើយដែលមានឈ្មោះថា iCall 7 Plus តោះសូមអញ្ជើញតាមដានជាមួយខ្ញុំថាក្នុងប្រអប់ iCall 7 Plus មានអ្វីខ្លះជាដំបូងយើងឃើញមានជាមួយនឹងប័ណ្ណធានារយៈពេល1ឆ្នាំពេញរបស់ក្រុមហ៊ុន iCall ទូរស័ព្ទមួយគ្រឿងស្រោបដោយផ្លាស្ទិកយ៉ាងស្រស់ស្អាតស្គ្រីនការពារមួយស្លឹកមានស្រោមចរស្លាយ៉ាងស្រស់ស្អាតខ្សែ USB ដុំសាកខ្សែកាសនិងថ្មដែលមានថាមពលប្រើប្រាស់រហូតដល់ 2500 មីលីអាំពែម៉ោងព្រមទាំងសៀវភៅណែនាំរបស់ក្រុមហ៊ុន iCall មួយច្បាប់ iCall 7 Plus មានរូបរាងស្រស់ស្អាតមានអេក្រង់រហូតដល់ 5.5 អ៊ីនមានទំហំធំងាយស្រួលក្នុងការប្រើប្រាស់ជាពិសេសមានរូបរាងស្រស់ស្អាតពេញនិយមដែកខាងក្រោយខាងលើរចនាមានកាមេរ៉ាភ្លោះយ៉ាងស្រស់ស្អាតដែលមានទំហំ8 megapixel និងផ្លាស់ជំនួយពន្លឺមួយគ្រាប់នៅទន្ទឹមគ្នានឹងកាមេរ៉ាផងដែរផ្នែកខាងឆ្វេងមិនមានអ្វីទេផ្នែកខាងស្ដាំមានប៊ូតុង power និងប៊ូតុងសំឡេងនៅផ្នែកខាងលើផ្នែកខាងក្រោមមានរុនមិចនិងរុនបំពងសំឡេងនៅផ្នែកខាងឆ្វេងរីឯរុនកាសនិងរុនសាត់ថ្មស្ថិតនៅផ្នែកខាងលើផ្ទៃខាងមុខរបស់ iCall 7 Plus ផ្នែកខាងលើមានអូប៉ាឡូនិង sensor នៅចំកណ្ដាលនិងមានកាមេរ៉ាមុខទំហំ5 megapixel និងមានផ្លាស់ជំនួយពន្លឺនៅផ្នែកខាងស្ដាំផ្នែកខាងក្រោមមានប៊ូតុងរាងមូលវ៉ពតជុំវិញចុចម្ដងត្រឡប់ទៅកាន់ Home ចុច2ដងសម្រាប់មើលកម្មវិធីដែលបើកចោលខាងស្ដាំមាន Touch សម្រាប់ត្រឡប់ក្រោយនិងខាងឆ្វេង Touch សម្រាប់ផ្លាស់ប្ដូរ Theme និងកែប្រែទ្រង់ទ្រាយរបស់កម្មវិធីមួយចំនួន iCall 7 Plus បំពាក់ទៅដោយ CPU MediaTek MT6580 Cortex A7 ល្បឿនរហូតដល់ 1.3 GHz RAM 1GB និង ROM 8GB ផងដែរ iCall 7 Plus ដំណើរការដោយប្រព័ន្ធ Android 6.0 ដែលពេញនិយមនាពេលបច្ចុប្បន្ន iCall 7 Plus មានអេក្រង់ធំរហូតដល់ 5.5 អ៊ីនប្រភេទ QHD ដែលមានកម្រិតបញ្ចេញពន្លឺល្មមសមរម្យមិនច្បាស់ដូចអេក្រង់កម្រិតកំពូលនោះទេមានកម្មវិធី Smart Wake សម្រាប់បញ្ជាទៅលើកម្មវិធីផ្សេងៗនៅពេលបិទអេក្រង់ iCall 7 Plus ដំណើរការដោយប្រព័ន្ធ 3G ងាយស្រួលមើលជាមួយនឹង YouTube ដំណើរការ Facebook បានយ៉ាងលឿននិងលេងហ្គេមបានយ៉ាងរលូនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនតែងតែគាំទ្រជាមួយនឹងផលិតផលរបស់ iCall សូមកុំភ្លេចណាជាមួយនឹងការ like និង share ជាមួយនឹងវីដេអូនេះផងបាទសូមអរគុណសូមជម្រាបលា